ផលវិបាកហើយនឹងការរវល់របស់បងម្ចាស់បន្ទប់ជួលម្ចាស់ផ្ទះជួលគឺមានមួយខែម្ដងឯងគឺភាគច្រើនគឺចុងខែឬក៏ពាក់កណ្ដាលខែជារៀងរាល់មុនថ្ងៃប្រមូលប្រាក់ប្រមូលលុយថ្លៃបន្ទប់ជួលហ្នឹងធម្មតាគាត់តែងតែចុះទៅតាមបន្ទប់នីមួយៗដើម្បីកត់កុងទ័រទឹកភ្លើងថ្មីដើម្បីយកមកធ្វើការគណនាជាមួយនឹងកុងទ័រទឹកភ្លើងចាស់ហ្នឹងដើម្បីចេញជាតួលេខថាតើបន្ទប់នីមួយៗហ្នឹងគាត់ប្រើអស់ប្រមាណគីឡូវ៉ាត់អស់ប្រមាណម៉ែត្រគីបដើម្បីយកមកបូកថ្លៃទាំងថ្លៃទឹកថ្លៃភ្លើងបូកជាមួយនឹងសេវាថ្លៃស្នាក់នៅបន្ទប់ជួលរបស់គាត់ហ្នឹងដើម្បីគិតចេញជាតួលេខហើយចេញជាវិក័យប័ត្រមួយសន្លឹកទៅឲ្យអ្នកជួលផ្ទះអ្នកជួលបន្ទប់របស់គាត់ហ្នឹងហើយកន្លែងខ្លះមួយចំនួនទៀតគាត់ក៏គិតទៅលើសេវាផ្សេងដូចជាថ្លៃសម្រាមគាត់ឲ្យចេញថ្លៃជួយចេញថ្លៃម៉ានចឹងទៅហើយកន្លែងមួយចំនួនទៀតគាត់គិតទៅលើថ្លៃសេវាសន្តិសុខឬក៏ទៅលើថ្លៃសេវាផ្ញើយានជំនិះរបស់គាត់ចឹងទៅអញ្ចឹងជាធម្មតាម្ចាស់បន្ទប់ឬក៏ម្ចាស់ផ្ទះម្ចាស់អាផាតមិនអីហ្នឹងគឺគាត់តែងតែមានកណ្ដាស់របស់គាត់ឬក៏មានជាសភៅដែលគាត់នឹងចុះចូលទៅក្នុងបញ្ជីហ្នឹងហើយធ្វើការគណនាការចុចដោយការប្រើកាសូអីចឹងទៅអាហ្នឹងបើសិនជាម្ចាស់បងម្ចាស់មួយចំនួនគាត់នៅប្រើការកត់ត្រាដោយដៃចឹងណាអញ្ចឹងឃើញថាមានភាពរវល់ច្រើនមែនតើមានខ្វះចន្លោះពេលខ្លះក៏អាចមានការគិតខុសករណីគិតខុសមួយអីដែរអញ្ចឹងបើសិនជាបងចង់ផ្លាស់ប្ដូរពីការកត់ត្រាដោយដៃឬក៏ចង់មកប្រើប្រព័ន្ធគ្រប់គ្រងបែប digital អីអាចតំណែងមកកាន់ខ្ញុំឬក៏សួរនៅសំណួរដែលជាចម្ងល់របស់បង